ព័ត៌មានថៃបានចេញផ្សាយពីការខាតបង់សេដ្ឋកិច្ចជាង 4.3 ពាន់លានដុល្លារដោយសារទឹកជំនន់នាភាគខាងត្បូងជាការបង្ហាញចំពេលដែលរដ្ឋាភិបាលប្រកាសចាប់ផ្ដើមគម្រោងស្ដារឡើងវិញយោងតាមការចេញផ្សាយរបស់កាសែតខោសុតគ្រោះមហន្តរាយទឹកជំនន់នៅទូទាំងខេត្តភាគខាងត្បូងបានបង្កការខូចខាតយ៉ាងតិច 4.3 ពាន់លានដុល្លារនៅទូទាំងខេត្តចំនួន 9 នេះបើយោងតាមសម្ដីរបស់នាយករដ្ឋមន្ត្រីលោកអនុทิនឆាន់វរៈគុលបានគូបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី 27 ខែវិច្ឆិកាទំហំនៃការបំផ្លិចបំផ្លាញនេះតំណាងឲ្យ 70% នៃសេដ្ឋកិច្ចរបស់តំបន់ភាគខាងត្បូងនិង 8% នៃផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសថៃក្នុងឆ្នាំ 2023 ទឹកជំនន់បានប៉ះពាល់ដល់មនុស្សជិត 3 លាននាក់ស្មើនឹង 32% នៃចំនួនប្រជាជនសរុប 9.5 លាននាក់នាតំបន់ភាគខាងត្បូងចំនួនអ្នកស្លាប់ត្រូវបានគេប៉ាន់ស្មានថាមានលើសពី 100 នាក់គិតត្រឹមថ្ងៃប្រហ័សបើទោះជាមន្ត្រីមិនបានបង្ហាញតួលេខផ្លូវការក៏ដោយចំពោះផែនការរបស់រដ្ឋាភិបាលថៃដែលត្រូវដោះស្រាយស្ដារឡើងវិញបែងចែកជា 3 ដំណាក់កាលរួមមានតម្រូវការបន្ទាន់តម្រូវការរយៈពេលមធ្យមនិងតម្រូវការរយៈពេលវែងទឹកជំនន់ស្លាប់មនុស្សនៅថៃកើតមានឡើងសឹងតែរៀងរាល់ឆ្នាំបន្តរហូតមកដល់ឆ្នាំ 2025 នេះក្នុងនោះកាលពីឆ្នាំ 2021 ធ្លាប់បានផ្ដាច់យកជីវិតមនុស្សនៅថៃជាង 500 នាក់និងបំផ្លាញផ្ទះសម្បែងអស់រាប់លានខ្នងនិងផលដំណាំយ៉ាងដំណំ។